ឆ្មាម៉ាម៉ាបង្រៀនកូនរបស់នាងឲ្យរៀនរស់ជាមួយជីវិតនៅក្នុងព្រៃជ្រៅនៅក្នុងភូមិក្បែរព្រៃដ៏ស្ងប់ស្ងាត់មួយមានឆ្មាមួយឈ្មោះម៉ាម៉ាបានកំពុងតែអង្អែលកូនរបស់នាងថ្នមៗដែលកំពុងតែគេងឲ្យភ្ញាក់ដើម្បីចេញដំណើរផ្សងព្រេងមួយពួកគេបានចាក់ចេញពីផ្ទះចូលទៅក្នុងព្រៃជ្រៅដ៏សែនស្ងប់ស្ងាត់ដែលមិនធ្លាប់បានស្គាល់ពីមុនមកពេលចូលដល់ព្រៃជ្រៅឆ្មាម៉ាម៉ាបានរកឃើញជម្រកនៅក្បែរគល់ឈើធំដោយការការពារកូនរបស់នាងលុះពេលព្រឹកឡើងព្រៃបានច្រៀងដោយជីវិតសត្វនានាមានបក្សាបក្សីជាច្រើនហោះហើរពេញព្រៃដោយភ្នែករបស់កូនឆ្មាបើកធំៗដោយភាពងឿងឆ្ងល់ក្រោយមកពួកគេបានទៅដល់ទន្លេដែលមានទឹកហូរឆ្មាម៉ាម៉ាលោតពីថ្មមួយទៅថ្មមួយកូនឆ្មាបានឆ្លងដោយភាពក្លាហានផងដែរពួកគេបានជួបភ្នែកដែលចង់ដឹងចង់ឃើញនៅតាមដើមឈើនិងច្រែះនៅក្នុងព្រៃដែលពោរពេញដោយភាពភ័យខ្លាចរំពេចនោះមានគ្រោះថ្នាក់មួយបានលបលាក់ខ្លួននៅក្នុងភាពងងឹតពួកវាហើរកាត់វរនឹងដើមឈើនៅពីក្រោយពួកគេយ៉ាងលឿនហើយក៏ស្ងាត់ទៅវិញក្រោយពីរត់គេចខ្លួនហើយពួកគេបានឡើងទៅលើទីខ្ពស់ដ៏ស្ងាត់មួយដែលមានទិដ្ឋភាពលាតសន្ធឹងលើកំពូលភ្នំមានសត្វស្លាបហើរនៅពីលើពួកគេជាសញ្ញាសម្គាល់ថាមានអ្វីពិសេសមួយនៅក្បែរនោះឆ្មាម៉ាម៉ាបានកត់សម្គាល់ឃើញថ្មចម្លែកដែលនាំពួកគេទៅដល់ពិភពដែលគេបានបោះបង់ចោលជាច្រើនឆ្នាំមកហើយនៅចន្លោះកំពូលភ្នំមានប្រាសាទបុរាណដ៏ធំអស្ចារ្យមួយដែលគ្របដណ្ដប់ដោយព្រៃឈើនៅក្នុងព្រៃជ្រៅមានប្រាសាទបាក់បែកពួកគេបានឮសំឡេងកូនស្វាជាប់គាំងស្រែកយ៉ាងតក់ស្លុតមួយនៅក្បែរនោះនៅខាងក្នុងប្រាសាទមានខ្យល់ត្រជាក់កន្ទុយកូនឆ្មាបានញ័រដោយការចង់ដឹងខណៈឆ្មាម៉ាម៉ាកំពុងនាំផ្លូវនៅក្នុងបរិវេណប្រាសាទពួកគេបានប្រទះឃើញកូនស្វាជាប់ក្នុងវបើកភ្នែកធំៗទាំងភ័យខ្លាចឆ្មាម៉ាម៉ាបានប្រើដៃរបស់នាងដើម្បីកាត់វខណៈពេលដែលកូនឆ្មាបានលួងលោមស្វាដោយភាពទន់ភ្លន់ក្រោយមកប្រាសាទទាំងមូលនិងផែនដីបានញ័រប្រាសាទមិនស្ថិតស្ថេរទេពេលនោះដែលពួកគេបាននាំគ្នារត់កាត់តាមផ្លូវដែលដួលរលំស្វាបានតោងខ្នងរបស់ម៉ាម៉ាដើម្បីរត់គេចពួកគេរត់គេចចេញមកក្រៅពេលប្រាសាទបុរាណរំនៅពីក្រោយពួកគេព្រៃមានពន្លឺភ្លឺហើយមានសុវត្ថិភាពម្ដងទៀតស្វាបានអង្រួនពួកគេដោយការអរគុណពេលនោះមិត្តភក្តិថ្មីបានកើតឡើងស្របពេលនោះទៅចាប់ពីថ្ងៃនោះមកពួកគេមិនគ្រាន់តែជាអ្នករស់ជីវិតពីគ្រោះថ្នាក់ជាមួយគ្នាប៉ុណ្ណោះទេគឺពួកគេជាក្រុមគ្រួសារតែមួយនៅក្នុងបេះដូងនៃព្រៃជ្រៅក្រោមក្រសែភ្នែកឃ្លាំមើលរបស់សត្វស្លាបនិងការខ្សឹបខ្សៀវនៃដើមឈើបុរាណរឿងរបស់ពួកគេបានក្លាយជាផ្នែកមួយនៃព្រៃដែលជារឿងនិទាននៃក្តីស្រឡាញ់ការសង្គ្រោះនិងការចាប់ផ្ដើមថ្មីសូមអរគុណ